ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការសម្រាយរឿងដំណើរផ្សងព្រេងអ្នកស្នងតំណែងធ្នូប្រលឹងភេទទី63-64ដែលជាភាពបន្តរបស់ជើងឃើញសួរមូត្រូវមួយកូនកំបិតមិនស្លាប់បែបហ្នឹងលោកប្រធានក្រុមក៏បានសួរដោយឆ្ងល់គេបានដកចេញនៅបន្តោងដល់ចម្លែកមួយរួចក៏ប្រាប់ថាដោយសារតែការចាក់មួយនោះត្រូវបានផ្លាតជាមួយនឹងត្បូងមួយនេះទើបធ្វើឲ្យគេមានរបួសស្រាលប៉ុណ្ណោះរឿងមួយនេះបានធ្វើឲ្យលោកមេក្រុមភ្ញាក់ផ្អើលដោយបើកភ្នែកធំៗផងដែរព្រះជាម្ចាស់ហើយពិតជាសំណាងខ្លាំងមែននៅពេលដែលបញ្ចប់នៅរឿងទាំងអស់ហ្នឹងពួកគាត់ក៏បន្តដំណើរទៅខាងមុខទៀតក្តាប់គុជភ្ជាប់ពាក្យនៅក្នុងដៃស៊ូមូបាននិយាយម្ដងហើយម្ដងទៀតបើសិនជាមិនមានរបស់មួយនេះទេខ្ញុំប្រហែលជាត្រូវស្លាប់បាត់ទៅហើយមិនត្រឹមតែមិនបានទៅជួបកូនក្រមុំរបស់ខ្ញុំទេថែមទាំងមិនអាចត្រឡប់ទៅផ្ទះជួបលោកតាវិញបានទៀតផងកូនក្រមុំខ្ញុំនាងដូចជាមានឈ្មោះថាស៊ូហេមិនយូរទៀតទេពួកយើងប្រកាសជាបានជួបគ្នាគេបាននិយាយតែម្នាក់ឯងនឹងញញឹមតែម្នាក់ឯងនៅលើកប៉ាល់ពិតប្រកាសហើយនៅពេលនេះស៊ូមូបានឡើងមកដល់ច្រាំងដោយសារតែផ្លូវធ្វើដំណើរពួកគេមិនស្របគ្នាដូច្នេះហើយគេក៏បានលាប្រធានក្រុមនឹងបន្តដំណើរដោយថ្មើរជើងដើរសឹងតែពេញមួយថ្ងៃស៊ូមូនៅតែមិនអាចរកឃើញទីក្រុងស៊ីឈ្វនបានគេបាននិយាយជាមួយនឹងឈាមដែកតើពួកយើងកំពុងតែវង្វេងផ្លូវទីរ៉ៃមែនទេឆាប់ឡើងទៅមើលឈាមដែកឯងជួយស្វែងរកទីក្រុងស៊ីឈ្វនឲ្យខ្ញុំបន្តិចទៅមើលដើរពេញមួយថ្ងៃទៅហើយយើងមិនអាចសំបីតែជួបមនុស្សម្នាក់បើបែបហ្នឹងតើគួរតែទៅសួរផ្លូវពីអ្នកណាទៅច្បាស់ណាស់ថាឈាមដែកបានយល់នៅអ្វីដែលស៊ូមូកំពុងតែនិយាយគេបានហោះចេញពីស្មារបស់ស៊ូមូរួចតម្រង់ទៅកាន់ទិសដៅមួយដែលធ្វើឲ្យស៊ូមូបានដេញតាមពីខាងក្រោយរត់ទៅដល់លើទីទួលមួយស៊ូមូក៏ស្រាប់តែបានឃើញផ្សែងហុយចូលពពកនោះវាក៏មានន័យថានៅម្ដុំនេះប្រកាសជាមានគេបង្កាត់ភ្លើងបន្តរត់ទៅខាងមុខទៀតស៊ូមូក៏ស្រាប់តែបានឃើញផ្ទះដ៏ធំសម្បើមមួយនៅខាងមុខគេបានចូលទៅគោះទ្វាររួចសួរដោយគួរសមនោះគឺមិនមែនជាផ្ទះរបស់អ្នកភូមិទេគឺជាភោជនីយដ្ឋានសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះគាត់បានអញ្ជើញឲ្យស៊ូមូចូលរួចក៏រៀបចំនៅអាហារមួយចំនួនជាមួយនឹងស្រាមួយអតិនតូចផងដែរពួកគាត់ទាំងពីរបានសំណេះសំណាលគ្នានៅរឿងជាច្រើនដែលថាស៊ូមូវង្វេងផ្លូវទៅបានធ្វើដំណើរមកដល់ទីនេះគេមានចេតនាទៅកាន់ទីក្រុងស៊ីឈ្វននៃគ្រួសារថាងគេថែមទាំងបានសួរផ្លូវដោយរួចរាល់នៅពេលគេចាក់ចេញពីទីនេះនឹងធ្វើដំណើរឆ្ពោះត្រង់ទៅកាន់គ្រួសារថាងតែម្ដងបើតាមអ្វីដែលម្ចាស់ផ្ទះសំណាក់បានប្រាប់វាគូតែសល់ត្រឹមតែ50គីឡូម៉ែត្រទៀតប៉ុណ្ណោះស៊ូមូប្រកាសជាអាចទៅដល់គ្រួសារថាងបានហើយរឿងមួយនេះបានធ្វើឲ្យគេសប្បាយចិត្តជាខ្លាំងស៊ូមូក៏ឆ្ងល់ណាស់ដែរភោជនីយដ្ឋានភាគច្រើនគឺបើកនៅក្នុងទីក្រុងហើយអ្វីបានជាលោកម្ចាស់ជ្រើសរើសបើកនៅក្នុងព្រៃបែបហ្នឹងគាត់ក៏បានប្រាប់ទៅកាន់គេទីនេះគឺជាចំណុចប្រសពចូលទៅទន្លេហើយវាក៏ជាចំណុចប្រសពផ្លូវរបស់អ្នកជំនួញធ្វើដំណើរដែរជាទូទៅរាល់ពេលមួយសប្តាហ៍ម្ដងនឹងមានអ្នកជំនួញឆ្លងកាត់ទីនេះហើយពួកគេស្នាក់នៅនិងហូបចុកនៅទីនេះខ្ញុំអាចរកស៊ីបានក៏ដោយសារតែពួកគេកំពុងតែអង្គុយជជែកគ្នាពេលនោះក៏បានឮសំឡេងគោះទ្វារនៅពេលដែលទ្វារបើកម្ចាស់នៃផ្ទះសំណាក់ក៏មានការស្រឡាំងកាំងតែម្ដងនៅចំពោះមុខគាត់មានចំនួនមនុស្សប្រៀបដូចជាស្រមោចដេះដាស់ពេញទីនោះម្ចាស់ផ្ទះសំណាក់ក៏បាននិយាយដោយគួរសមគាត់បានថាគាត់ក៏ពិតជាមានបន្ទប់ដែលអាចឲ្យអ្នកគ្រប់គ្នាស្នាក់នៅគ្រប់គ្រាន់បានប៉ុន្តែថាសាច់ជាមួយនឹងម្ហូបខ្លាចតែមិនគ្រប់គ្រាន់ទេមនុស្សទាំងអស់នោះក៏មិនបានថាអ្វីដែរពួកគេគ្រាន់តែរកកន្លែងស្នាក់នៅធម្មតាប៉ុណ្ណោះពីព្រោះពួកគេមានអាហារមួយចំនួនទៅហើយដោយឡែកពួកគេគ្រាន់តែត្រូវការស្រាមួយចំនួនបន្ថែមទៀតប៉ុណ្ណោះសម្រាប់ស្រាគ្មានបញ្ហានោះទេបើទោះបីជាអ្នកទាំងអស់គ្នាផឹករយៈពេលមួយសប្តាហ៍ពេញក៏ដោយក៏ផ្ទះសំណាក់ខ្ញុំនេះមានស្រាគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នាដែរម្ចាស់ផ្ទះសំណាក់បានរត់សម្ដៅមកកាន់ស៊ូមូប្រាប់គេថាគាត់មិនមានពេលដើម្បីនិយាយគ្នាលេងទៀតទេគាត់បានរៀបចំបន្ទប់មួយសម្រាប់គេរួចទៅហើយនៅពេលដែលស៊ូមូញ៉ាំនិងផឹកគ្រប់គ្រាន់គឺអាចឡើងទៅសម្រាកបានគ្រាន់តែគេមានបានញ៉ាំនិងសម្រាកឯណានៅពេលដែលឃើញម្ចាស់ផ្ទះសំណាក់រវល់បែបហ្នឹងគេក៏បានសុំខ្លួនដើម្បីជួយធ្វើការងារមួយនោះគាត់បានបដិសេធថាមិនសមទេពីព្រោះស៊ូមូគឺជាភ្ញៀវគ្រាន់តែអន្តិតម្នាក់នឹងអត់ខ្វល់បានរត់ចូលទៅខាងក្នុងយកស្រាជាមួយនឹងគ្រឿងក្លែមមួយចំនួនទៅបម្រើក្រុមមនុស្សទាំងអស់នោះពេលយប់ក៏បានមកដល់ខណៈពេលដែលគេបំរុងនឹងបិទភ្នែកដេកទៅហើយស៊ូមូក៏បានស្ដាប់ឮមនុស្សមួយក្រុមដែលបានដេកជាប់នឹងជញ្ជាំងជាមួយនឹងបន្ទប់របស់គេមនុស្សទាំងអស់នោះក៏មានចេតនាធ្វើដំណើរទៅកាន់គ្រួសារថាងដូចជាស៊ូមូដែរគ្រាន់តែបានស្ដាប់ឮថាគ្រួសារថាងគេក៏ប្រញាប់ក្រោកឡើងនិងយកត្រចៀកទៅផ្ទៀងស្ដាប់នៅពេលដែលយើងបំផ្លាញគ្រួសារថាងដល់ក្រអឺតកតងនោះហើយយើងនឹងដូរដាក់ឈ្មោះគ្រួសារម៉ាវិញល្អទេនៅពេលនោះគេឈ្មោះនៃគ្រួសារម៉ារបស់ពួកយើងប្រកាសជារីករាលដាលពេញប្រទេសចិនជាមិនខានពួកគេបានពិភាក្សាគ្នាផងសើចផងយ៉ាងសប្បាយចិត្តនៅពេលរាត្រីដ៏ស្ងាត់ចងំនោះអ្នកណាទៅដឹងថារឿងទាំងអស់ហ្នឹងគឺត្រូវបានស្ដាប់ឮដោយស៊ូមូតាមពិតពួកអតីតឆានទាំងអស់នេះមានចេតនាចង់ទៅបំផ្លាញគ្រួសារកូនក្រមុំរបស់ខ្ញុំអញ្ចឹងឬនឹងបងប្អូនទាំងអស់គ្នាខ្ញុំមានដំណឹងមួយសម្រាប់បងប្អូនដែលចូលទៅទស្សនារឿងពេញរឿងគ្រាប់ពុយវិញ្ញាណឋានសួគ៌ហ្នឹងមើលរឿងហ្នឹងមកពេញខ្ញុំនឹង free ឲ្យចូលក្រុម VIP មួយខែដោយ free អត់គិតលុយអញ្ចឹងណាហ្នឹងហើយសម្រាប់បងប្អូនដែលទស្សនារឿងពេញរឿងគ្រាប់ពុយវិញ្ញាណឋានសួគ៌អញ្ចឹងបើសិនជាចង់ដឹងដំណឹងបន្ថែមគេអាចតាក់ទងមកខ្ញុំបានខ្ញុំរងចាំតបបងប្អូនជានិច្ចអញ្ចឹងបន្តសាច់រឿងរបស់យើងថ្ងៃស្អែកក៏បានមកដល់បន្ទាប់ពីស៊ូមូបានភ្ញាក់ឡើងគេក៏បានលាម្ចាស់ផ្ទះសំណាក់និងមានចេតនាធ្វើដំណើរតាមក្រុមមនុស្សទាំងអស់នោះមនុស្សមួយក្រុមនេះក៏ពិតជាមានភាពចម្លែកជាខ្លាំងក្នុងចំណោមពួកគេថែមទាំងមានលីមឈូសនៅលើខ្នងទៀតផងដោយបរោះមានស្នាមមុខនេះឈ្មោះថាតែអាក់ចំណែកបរោះចំណាស់ដែលនៅខាងក្រោមនេះឈ្មោះថាដកម៉ាវូជីនគួងខ្ញុំសូមហៅគាត់ថាលោកម្ចាស់ម៉ាទៅចុះនឹងហើយបើសិនជាយើងនិយាយអំពីប្រវត្តិនៃគ្រួសារហ្នឹងឬក៏ប៉
ពួកមួយហ្នឹងគឺជាបកថ្នាំពុលអ្នកទាំងអស់គ្នាពួកគេគឺមានជំនាញខ្លាំងបំផុតខាងប្រើថ្នាំពុលសម្រាប់ទីតាំងនៅពិតប្រាកដរបស់បកមួយហ្នឹងគឺនៅក្នុងព្រៃដ៏ក្រាស់នៃភាគអាគ្នេយ៍នៃទីក្រុងខ្វាងស៊ីក្រុមរបស់ពួកគេហ្នឹងគឺខ្លាំងខាងសិល្បៈបំពុលចំណែកគ្រួសារទាំងពីរនេះគឺមានចំនួនជាមួយនឹងគ្នាតាំងពីយូរណាស់មកហើយសឹងតែអាចនិយាយបានថារាប់រយឆ្នាំមកហើយនៃកាយថ្នាំពុលជាមួយនឹងគ្រួសារທາງហ្នឹងណាដោយសារតែគ្រួសារທາງគឺជាគ្រួសារដែលមានបច្ចេកទេសខាងបំពុលនឹងដូចគ្នាអញ្ចឹងហើយទើបបានធ្វើឲ្យពួកគេហ្នឹងគឺអត់ត្រូវគ្នាដោយសារតែគ្នារបស់គេមានចំនួនច្រើនដូច្នេះហើយស៊ូមូមិនហ៊ានប្រឈមមុខដោយផ្ទាល់ទេគេបានគិតពិចារណាម្ដងហើយម្ដងទៀតបន្ទាប់មកក៏យឹតធ្នូដែលគ្មានព្រួញរួចក៏ចាប់ផ្ដើមបាញ់ចេញនៅក្របដំបូងធម្មពលខ្យល់ដែលមើលមិនឃើញបានហោះចេញពីខ្សែព្រួញវាបានបង្កើតទៅជាពន្លឺកោងមួយវាយប្រហារទៅកាន់ក្រុមមនុស្សដែលនៅខាងមុខមនុស្សម្នាក់ភ្លាមក៏ស្រាប់តែស្រែកជាមួយនឹងការឈឺចាំទ្រូងរបស់គេបានធ្លុះពីម្ខាងទៅម្ខាងឬក៏បានដេកស្លាប់ភ្លាមនៅនឹងកន្លែងអ្នកគ្រប់គ្នាបានផ្អើលឆោឡោនៅពេលដែលដឹងថាមានការវាយប្រហារតោះតែពួកគេមិនដឹងថាការវាយប្រហារមួយនោះមានទិសដៅមកពីទីណានោះទេត្រឹមតែរយៈពេលប៉ុន្មានដង្ហើមប៉ុណ្ណោះកូនចៅរបស់គាត់ជាង20នាក់ត្រូវបានស្លាប់បាត់បង់ជីវិតរឿងមួយនេះបានធ្វើឲ្យលោកម្ចាស់ម៉ាខឹងសម្បាជាខ្លាំងដំបូងពួកគេបានគិតថានេះគឺជាការលួចវាយប្រហារដោយមនុស្សមួយក្រុមប៉ុន្តែនៅពេលដែលបានពិនិត្យមើលនៅស្លាកស្នាមរបួសបរិះម្នាក់នេះបានច្បាស់នៅក្នុងចិត្តហើយថានេះគឺជាការលបលួចវាយប្រហារដោយមនុស្សតែម្នាក់ប៉ុណ្ណោះស្នៀតនៃការវាយប្រហារមួយនេះបានបង្កើតចេញជាស្នាមរបួសដូចគ្នាទាំងអស់គឺជាការធ្លុះដោយការវាយប្រហារដោយពន្លឺនៃធម្មពលមើលទៅវាស្រដៀងជាមួយនឹងសិល្បៈម្រាមដៃទេមឬក៏បច្ចេកទេសនៃដើរហោះពួកគេម្នាក់បានបន់ស្រន់នៅក្នុងចិត្តហើយសង្ឃឹមថាពួកគេនឹងមិនជួបបរិះម្នាក់ដែលកំពុងតែល្បីល្បាញនាពេលបច្ចុប្បន្ននេះគឺជាអ្នកបាញ់ធ្នូខ្មោចម្នាក់នោះទេចុះពីព្រោះតាំងពីដើមឡើយយើងមិនដែលស្គាល់គ្នាទេដូច្នេះហើយយើងក៏មិនដែលមានទំនាស់ជាមួយនឹងមនុស្សម្នាក់នឹងដែរតែគ្រប់យ៉ាងបានត្រឹមតែគិតប៉ុណ្ណោះក្របព្រួញពី3ផ្សេងទៀតបានហោះចូលមកវាយប្រហារកូនចៅរបស់គាត់ជាបន្តបន្ទាប់ស៊ូមូដែលនៅលើចុងឈើមិនឆ្ងាយប៉ុន្មានពីទីនោះបានគិតនៅក្នុងចិត្តនេះគឺជាលទ្ធផលដែលឯងមានចេតនាវាយប្រហារទៅកាន់គ្រួសារທາງដែលជាគ្រួសាររបស់កូនក្រមុំខ្ញុំយិតខ្សែធ្នូចេញម្ដងហើយម្ដងទៀតក្របព្រួញដែលគ្មានឧបសគ្គសោះសម្រាប់ការវាយប្រហារវាបានហោះបត់បែនឆ្វាត់ឆ្វែងនិងគេចពីដើមឈើជាច្រើនឬក៏វាយប្រហារទៅកាន់មនុស្សម្នាក់ហើយម្នាក់ទៀតជាបន្តបន្ទាប់ក្របព្រួញដែលប្រៀបដូចជាសត្វមានជីវិតបានហោះចេញម្ដងហើយម្ដងទៀតរាល់ការហោះចេញរបស់វានីមួយៗសុទ្ធតែអាចវាយប្រហារទៅកាន់មនុស្សមួយឬក៏ពីរ3នាក់ស៊ូមូមិនមានចេតនាចង់សម្លាប់ពួកគេចោលទាំងអស់នោះទេគ្រាន់តែធ្វើការគំរាមនិងឲ្យពួកគេដកថយគ្រាន់តែថាមើលទៅក្រុមមនុស្សទាំងអស់ហ្នឹងមិនមានចេតនាណាមួយដែលបង្ហាញថាគេកំពុងតែចង់ដកថយឡើយមានតែបន្ថែមល្បឿនធ្វើដំណើរទៅខាងមុខស្រែកឲ្យអ្នកគ្រប់គ្នាប្រុងប្រយ័ត្ននិងព្យាយាមសង្កេតមើលរយៈចិត្តទុកដាក់នៅពេលនេះលោកម្ចាស់ម៉ាកាន់តែខឹងខ្លាំងជាងមុនទៅទៀតពន្លឺនៃក្របព្រួយមួយផ្សេងទៀតបានហោះចូលមកភ្លាមនឹងក្មេងប្រុសម្នាក់នេះក៏បានសម្លឹងមើលឃើញគេបានកាប់មួយដាវពេញមួយទំហឹងដើម្បីធ្វើការទប់រងខណៈពេលដែលគេខ្ទាតមកខាងក្រៅពី3ជំហានទើបបានដឹងថាអំណាចនៃក្របព្រួយមួយនេះក៏ពិតជាខ្លាំងវាគឺខ្លាំងលើសពីការរំពឹងទុករបស់ខ្ញុំឆ្ងាយណាស់ដូចជាអ្វីដែលខ្ញុំបាននិយាយកាលពីពេលមុនអញ្ចឹងជំនួសឲ្យការដកថយមនុស្សទាំងអស់នោះបានសម្រុកចូលទៅខាងមុខកាន់តែលឿនជាងមុនទៅទៀតពួកគេមានចេតនាចេញឲ្យផុតពីព្រៃដើម្បីគេចចេញពីការវាយប្រហារដោយក្របព្រួយរបស់ស៊ូមូប៉ុន្តែការគិតវាគឺខុសពីការពិតនៅពេលដែលដឹងថាអ្នកទាំងអស់នោះមានចេតនាទៅទីវាលដើម្បីគេចពីការលួចបាញ់របស់គេនោះស៊ូមូបានបំលាស់ទីចេញពីទីនោះយ៉ាងលឿនដូចគ្នារួចប្រើគុណក្បិតកាត់មេឈើមួយចំនួនចាំងវាបង្កើតបានទៅជាក្របព្រួយភ្លាមហើយបាញ់ឡើងទៅលើអាកាសម្ដង3គ្រាប់ត្រឹមតែមួយប្រព្រឹត្តភ្នែកក្របព្រួយជាច្រើនបានហោះឡើងទៅលើមេឃសាយដូចជាទឹកភ្លៀងឃើញបែបហ្នឹងពួកគេក៏ចូលពួនក្រោយដើមឈើវិញប៉ុន្តែថាចូលពួនក្រោយដើមឈើទៅហើយនោះដើមឈើមួយនឹងបែរជាត្រូវផ្ទុះហើយរាងកាយរបស់គេបានផ្ទុះទៅជាមួយនឹងដើមឈើនោះផងដែរការបាញ់ដ៏អស្ចារ្យប្រៀបដូចជារន្ទះបាញ់បែបនេះនៅពេលដែលបានឃើញហើយតើអ្នកណាមិនស្លុតចិត្តកើតទៅគ្រាន់តែថាក្រុមមនុស្សទាំងអស់ហ្នឹងគឺប្រៀបដូចជាសត្វមមីកដែលមិនខ្លាចភ្លើងនៅពេលដែលបានកំណត់សម្គាល់ទិសដៅរបស់ស៊ូមូបានហើយនោះពួកគេក៏បានសម្រុកចូលទៅព្រមគ្នាជាមួយនឹងការជះចេញនៅធម្មពលដ៏សម្បើមមិនអន់ប៉ុន្មានដែរអំបញ្ញមិញគឺជាការលបលួចវាយប្រហារស៊ូមូគឺពិតជាមានឥទ្ធិពលខ្លាំងជាងប៉ុន្តែនៅពេលនេះគឺជាការប្រយុទ្ធផ្ទាល់មុខចាំមើលថាស៊ូមូអាចទប់ទល់ជាមួយនឹងពួកគេបានឬអត់ដោយឡែកពួកយើងពិតជាមិនទាន់ដឹងមែនដោយសារតែពីភាគនេះត្រូវបានបញ្ចប់បាត់ទៅហើយអធិស្ឋានរាល់កំហុសខុសឆ្គងដែលបានកើតឡើងដែលចេតនាអំឡុងពេលដែលខ្ញុំធ្វើការសម្រាយសង្គមអបអរគ្នានឹងអធិស្ឋានជាចុងក្រោយក៏គ្មានអ្វីនិយាយច្រើនដែរខណៈពេលនេះខ្ញុំបាទតារាសូមលាយើងចាំជួបគ្នានៅវីដេអូក្រោយបាយ